តម្លៃសម្បត្តិចូលទស្សនាអាស៊ានហ៊ីយិនដៃខាប់ពូល A កម្ពុជាសម្រួលសម្រាប់អ្នកគាំទ្រល្អជាងគេពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ានហ៊ីយិនដៃខាប់ឆ្នាំ2026កាន់តែខិតជិតមកដល់ដោយគិតត្រឹមថ្ងៃទី22ខែកក្កដាគឺនៅសល់2ថ្ងៃទៀតប្រកួតដំបូងដែលបើកឆាកលើទឹកដីកម្ពុជានឹងចាប់ផ្ដើមមុននឹងព្រឹត្តិការណ៍ដ៏ធំជាងគេបង្អស់ប្រចាំតំបន់មកដល់យើងក៏សូមធ្វើការរៀបរាប់តម្លៃសម្បត្តិទៅតាមប្រទេសនីមួយៗដែលស្ថិតនៅពូល A រួមមានកម្ពុជាសិង្ហបុរីវៀតណាមឥណ្ឌូនេស៊ីនិងទីមុខខាងកើតបន្តិចផងដែរយោងតាមការប្រកាសដោយសហព័ន្ធតាមបណ្ដាប្រទេសនីមួយៗនៃពូល A មានតម្លៃសម្បត្តិដូចតទៅនៅកម្ពុជាតម្លៃទាបបំផុត 5,000 រៀលគិតជាដុល្លារប្រហាក់ប្រហែលជា 1.25 ដុល្លារខណៈតម្លៃថ្លៃបំផុត 12,000 រៀលគិតជាដុល្លារប្រហាក់ប្រហែលជា3ដុល្លារនៅទីមុខខាងកើតដែលយកប្រទេសថៃធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួនតម្លៃសម្បត្តិគឺមានតែមួយប្រភេទហើយលក់ក្នុងតម្លៃប្រមាណ $5.92 សេននៅឥណ្ឌូនេស៊ីតម្លៃទាបបំផុត 10,000 រូពីគិតជាដុល្លារប្រហាក់ប្រហែលជា $5.58 សេនខណៈតម្លៃទាបបំផុត 25,000 រូពីគិតជាដុល្លារប្រហាក់ប្រហែលជា$13.96 សេននៅប្រទេសវៀតណាមតម្លៃទាបបំផុត 20,000 ដុងគិតជាដុល្លារប្រហាក់ប្រហែលជា$7.59 សេនខណៈតម្លៃថ្លៃបំផុត 50,000 ដុងគិតជាដុល្លារប្រហាក់ប្រហែលជា$18.99 សេននៅសិង្ហបុរីថ្លៃជាងគេតម្លៃទាបបំផុត $25 សិង្ហបុរីគិតជាដុល្លារអាមេរិកប្រហាក់ប្រហែលជា$19.37 សេនខណៈតម្លៃថ្លៃបំផុត $35 សិង្ហបុរីគិតជាដុល្លារអាមេរិកប្រហាក់ប្រហែលជា$27.12 សេនដូច្នេះតម្លៃសម្បត្តិខាងលើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានព្យាយាមសម្រួលថ្លៃសម្បត្តិជូនអ្នកទស្សនាគួរឲ្យកត់សម្គាល់ដើម្បីអាចបានចូលរួមទស្សនាការប្រកួតលើកទឹកចិត្តក្រុមគោព្រៃកម្ពុជាដែលត្រូវទទួលសិង្ហបុរីនៅថ្ងៃទី24ខែកក្កដានិងទទួលទីមុខខាងកើតនៅថ្ងៃទី3ខែសីហានាពហុកីឡដ្ឋានជាតិមរតកតេជោខណៈការប្រកួតជាមួយនឹងឥណ្ឌូនេស៊ីនិងវៀតណាមយើងត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់គេតម្លៃសម្បត្តិចូលទស្សនាអាស៊ានហ៊ីយិនដៃខាប់ពូល A កម្ពុជាសម្រួលសម្រាប់អ្នកគាំទ្រល្អជាងគេពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ានហ៊ីយិនដៃខាប់ឆ្នាំ2026កាន់តែខិតជិតមកដល់ដោយគិតត្រឹមថ្ងៃទី22ខែកក្កដាគឺនៅសល់2ថ្ងៃទៀតប្រកួតដំបូងដែលបើកឆាកលើទឹកដីកម្ពុជានឹងចាប់ផ្ដើមមុននឹងព្រឹត្តិការណ៍ដ៏ធំជាងគេបង្អស់ប្រចាំតំបន់មកដល់យើងក៏សូមធ្វើការរៀបរាប់តម្លៃសម្បត្តិទៅតាមប្រទេសនីមួយៗដែលស្ថិតនៅពូល A រួមមានកម្ពុជាសិង្ហបុរីវៀតណាមឥណ្ឌូនេស៊ីនិងទីមុខខាងកើតបន្តិចផងដែរយោងតាមការប្រកាសដោយសហព័ន្ធតាមបណ្ដាប្រទេសនីមួយៗនៃពូល A មានតម្លៃសម្បត្តិដូចតទៅនៅកម្ពុជាតម្លៃទាបបំផុត 5,000 រៀលគិតជាដុល្លារប្រហាក់ប្រហែលជា $1.25 ដុល្លារខណៈតម្លៃថ្លៃបំផុត 12,000 រៀលគិតជាដុល្លារប្រហាក់ប្រហែលជា$3 ដុល្លារនៅទីមុខខាងកើតដែលយកប្រទេសថៃធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួនតម្លៃសម្បត្តិគឺមានតែមួយប្រភេទហើយលក់ក្នុងតម្លៃប្រមាណ$5.92 សេននៅឥណ្ឌូនេស៊ីតម្លៃទាបបំផុត 10,000 រូពីគិតជាដុល្លារប្រហាក់ប្រហែលជា$5.58 សេនខណៈតម្លៃទាបបំផុត 25,000 រូពីគិតជាដុល្លារប្រហាក់ប្រហែលជា$13.96 សេននៅប្រទេសវៀតណាមតម្លៃទាបបំផុត 20,000 ដុងគិតជាដុល្លារប្រហាក់ប្រហែលជា$7.59 សេនខណៈតម្លៃថ្លៃបំផុត 50,000 ដុងគិតជាដុល្លារប្រហាក់ប្រហែលជា$18.99 សេននៅសិង្ហបុរីថ្លៃជាងគេតម្លៃទាបបំផុត $25 សិង្ហបុរីគិតជាដុល្លារអាមេរិកប្រហាក់ប្រហែលជា$19.37 សេនខណៈតម្លៃថ្លៃបំផុត $35 សិង្ហបុរីគិតជាដុល្លារអាមេរិកប្រហាក់ប្រហែលជា$27.12 សេនដូច្នេះតម្លៃសម្បត្តិខាងលើសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានព្យាយាមសម្រួលថ្លៃសម្បត្តិជូនអ្នកទស្សនាគួរឲ្យកត់សម្គាល់ដើម្បីអាចបានចូលរួមទស្សនាការប្រកួតលើកទឹកចិត្តក្រុមគោព្រៃកម្ពុជាដែលត្រូវទទួលសិង្ហបុរីនៅថ្ងៃទី24ខែកក្កដានិងទទួលទីមុខខាងកើតនៅថ្ងៃទី3ខែសីហានាពហុកីឡដ្ឋានជាតិមរតកតេជោខណៈការប្រកួតជាមួយនឹងឥណ្ឌូនេស៊ីនិងវៀតណាមយើងត្រូវធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់គេ